បងប្អូនមានធ្លាប់ចង់ជួយនរណាម្នាក់ហើយត្រូវបានគេយល់ច្រឡំវិញអត់ពេលខ្លះយើងជួយប្រាប់ឬក៏ផ្ដល់យោបល់ថាហ្នឹងមិនគួរធ្វើចឹងទេធ្វើចឹងវាខុសប៉ុន្តែអ្នកដែលស្ដាប់ឬក៏អ្នកដែលត្រូវបានយើងប្រាប់ហ្នឹងគេគិតថាយើងជាមនុស្សអាក្រក់វិញគេអត់ជួយចិត្តយើងដោយសារអីយើងនិយាយត្រង់ពេកអញ្ចឹងណាពេលខ្លះខ្ញុំគិតទៅអានេះនៅក្នុងជីវិតរបស់ខ្ញុំផ្ទាល់ខ្ញុំតែងតែឃើញចំណុចខ្វះខាតរបស់មិត្តរួមការងារក៏ដូចជាអ្នកផ្សេងក៏ដោយនៅកន្លែងហាងណាក៏ដោយខ្ញុំទៅហូបកាហ្វេទៅទិញកាហ្វេទៅទិញនំទិញនេអីតាមផ្លូវអីឃើញគេចឹងនិយាយថាវាខុសពីអ្វីដែលយើងចង់បានណាពេលខ្លះការនិយាយស្ដីពេលខ្លះការធ្វើរបស់គេហ្នឹងវាខុសឆ្គងមើលទៅវាឆ្គងហ្មងតែដល់ពេលយើងប្រាប់ទៅគេថាយើងនឹងត្រង់ពេកអញ្ចឹងគេអត់ចូលចិត្តទេអញ្ចឹងបានថាមនុស្សខ្លះចូលចិត្តពាក្យផ្អែមប៉ុន្តែអត់ដឹងថាពាក្យផ្អែមហ្នឹងវាប្រកបដោយសារអីទេប្រកបនៃបែបណាទេពេលខ្លះពាក្យផ្អែមវាមិនបានឲ្យយើងរីកចម្រើនទេប៉ុន្តែពាក្យត្រង់គឺគេអាចធ្វើឲ្យយើងរីកចម្រើនបានបើកចិត្តឲ្យទូលាយពេលខ្លះពាក្យផ្អែមវាពីរោះពិសាក៏ពិតមែនក៏ប៉ុន្តែពេលខ្លះគេសំដែងធ្វើម៉េចឲ្យយើងពេញចិត្តឲ្យយើងចូលចិត្តគេប៉ុន្តែអ្នកដែលខំជួយយើងឲ្យមានការអភិវឌ្ឍឲ្យធ្វើទៅវាត្រូវបែរជាយើងគិតថាអ្នកនោះមិនល្អយើងមិនចូលចិត្តដោយសារអីពាក្យដែលគេនិយាយមកត្រង់ពេកយើងខុសតាខុសធ្វើអញ្ចេះក៏ខុសធ្វើអញ្ចេះក៏ខុសតាមពិតគេជួយយើងទេក្នុងន័យហ្នឹងហើយដល់ពេលយើងអត់ទទួលយកហ្នឹងអត់អភិវឌ្ឍខ្លួនទៅហើយ5ឆ្នាំក្រោយអ្នកដែលអត់ទទួលយកការរិះគន់ពាក្យរិះគន់ដើម្បីស្ថាបនាឬក៏មតិយោបល់ពីគេហ្នឹងចូលចិត្តពាក្យផ្អែមពេកអញ្ចឹង5ឆ្នាំក្រោយនៅដដែលហ្នឹង